បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទ Money Sen បាទសម្រាប់វីដេអូថ្មីរបស់ខ្ញុំបាទនេះខ្ញុំបាទនឹងលើកយកប្រវែងកំណាត់ផ្លូវមួយខ្សែដែលមានលេខឈ្មោះគឺផ្លូវ2011និងទីតាំងព័ត៌មានលម្អិតរបស់វាផងដែរអូខេបងប្អូនអញ្ចឹងបើបងប្អូនចង់ជ្រាបច្បាស់ថាផ្លូវ2011របស់យើងវាស្ថិតនៅក្នុងសង្កាត់និងខណ្ឌណាខ្លះសូមបងប្អូនចូលទៅទស្សនាទាំងអស់គ្នាបាទមើលបណ្ដាហើយនឹងយើងវិភាគស្វែងយល់ទាំងអស់គ្នាបណ្ដាទៅអញ្ចឹងចំណុចចាប់ផ្ដើមនៃផ្លូវ2011គឺគេគិតចាប់ត្រឹមពីចំណុចប្រសពមហាវិថីសហព័ន្ធរុស្ស៊ីនៅត្រង់ stop century នេះតែម្ដងវាទល់មុខនឹងផ្លូវ2004របស់យើងតែផ្លូវកាត់កណ្ដាលគឺមហាវិថីសហព័ន្ធរុស្ស៊ីអូខេសម្រាប់ទីតាំងដែលខ្ញុំគូសគំនូសពណ៌ខៀវខ្ចីនេះគឺវាស្ថិតនៅក្នុងសង្កាត់មួយផ្សេងបាទគឺវាមានប្រវែង530ម៉ែត្រគឺវាស្ថិតនៅក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យមានប្រវែង530ម៉ែត្របាទបន្តមកទៀតយើងនឹងទៅមុខទៀតយើងនឹងទៅមើលសង្កាត់មួយទៀតថាតើផ្លូវ2011យើងមានប៉ុន្មានម៉ែត្រនៅក្នុងសង្កាត់មួយទៀតនេះអូខេបងប្អូនអញ្ចឹងនៅក្នុងសង្កាត់ដែលមានគំនូសពណ៌ក្រហមនេះគឺបងប្អូនស្គាល់ទេគឺសង្កាត់គូក្លៀងនៃខណ្ឌសែនសុខបាទគឺវាមានប្រវែង2850ម៉ែត្របងប្អូនមើលតែចំណុចពណ៌ក្រហមហ្នឹងទៅខ្សែពណ៌ក្រហមហ្នឹងគឺវាស្ថិតនៅក្នុងសង្កាត់គូក្លៀងខណ្ឌសែនសុខហើយចង់បញ្ជាក់បន្ថែមបន្តិចទៀតត្រង់ពីចំណុចកែងនេះចំណុចកែងគេហៅថាកែងការ៉ាសាំងតូតាល់នេះផ្លូវបត់មកនេះគឺផ្លូវទៅចង្ការព្រីងអញ្ចឹងពីកែងនេះមកដល់ចំណុចប្រសពផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីគឺយើងហៅផ្លូវ2011ក៏បានហៅផ្លូវសម្ដេចហ៊ុននាងក៏បានដែរបាទព្រោះជាការស្ថាបនារបស់គាត់ជាការជំនួយឧបត្ថម្ភរបស់គាត់អញ្ចឹងបងប្អូនយើងបានដល់មកពីសង្កាត់ហើយទី1គឺសង្កាត់កាកាបពណ៌ខៀវខ្ចីនៅក្នុងខណ្ឌពោធិ៍សែនជ័យទី2គឺពណ៌ក្រហមនេះគឺនៅក្នុងសង្កាត់គូក្លៀងខណ្ឌសែនសុខអូខេឥឡូវយើងបន្តមកដល់ពណ៌លឿងដល់ពណ៌លឿងរបស់យើងនេះគឺវាបដូរសង្កាត់មួយទៀតហើយគឺវារត់ផ្លូវកាត់តាមសង្កាត់មួយទៀតហើយគឺសង្កាត់ក្រាំងភ្នំបងប្អូនសង្កាត់ក្រាំងភ្នំនេះយើងបន្លំជាមួយអ្នកខ្លះអត់ដឹងទេសង្កាត់ក្រាំងភ្នំថានៅក្នុងខណ្ឌសែនសុខហើយប៉ុន្តែសង្កាត់ក្រាំងភ្នំរបស់យើងនេះគឺវាមិននៅក្នុងខណ្ឌសែនសុខទេវាបែរជានៅក្នុងខណ្ឌពោធិ៍សែនជ័យវិញបាទបងប្អូនចំណាំពេលដែលគេសួរថានៅសង្កាត់ក្រាំងភ្នំគឺមិនមែនខណ្ឌសែនសុខទេគឺខណ្ឌពោធិ៍សែនជ័យគឺវាមានចម្ងាយប្រវែងផ្លូវនោះគឺ1850ម៉ែត្រនៅក្នុងសង្កាត់ក្រាំងភ្នំបងប្អូនសម្រាប់ផ្លូវ2011បន្តមកទៀតយើងនឹងទៅមើលគំនូសពណ៌លឿងចាស់នេះគំនូសពណ៌លឿងចាស់នេះគឺវាឆ្លងមួយសង្កាត់ទៀតហើយក៏ឆ្លងមួយខណ្ឌទៀតដែរឆ្លងមួយខណ្ឌទៀតគឺខណ្ឌព្រែកភ្នៅសង្កាត់គោករកាគឺវាមានប្រវែងរាងវែងជាងគេគឺ3170ម៉ែត្រ3170ម៉ែត្រអូខេឥឡូវយើងមកដល់ចំណុចបញ្ចប់របស់វាវិញគឺចំណុចBនេះចំណុចBនេះគឺជាចំណុចបញ្ចប់ឈ្មោះផ្លូវ2011ដែលវាប្រសពជាមួយនឹងមហាវិថីឈ្នះឬក៏ផ្លូវទំនប់កប់ស្រូវគឺវាបញ្ចប់ត្រឹមហ្នឹងប្រវែងសរុបរបស់វាគឺ8400ម៉ែត្រស្មើនឹង8.4គីឡូម៉ែត្របើសិនជាបងប្អូនចង់ដឹងបងប្អូនអាចយកចំណុចមួយខណ្ឌមួយសង្កាត់បូកចូលគ្នាទៅឃើញហើយ
ថាប្រវាយសរុបនឹងត្រូវអត់អូខេអញ្ចឹងវីដេអូនេះគ្រាន់តែចង់បញ្ជាក់ពីព័ត៌មានលម្អិតនៃផ្លូវ2011ហើយនឹង location គឺទីតាំងរបស់វាថាវានៅក្នុងសង្កាត់ណាខ្លះឥឡូវយើងសរុបឡើងវិញទៅគឺផ្លូវ2011យើងវាស្ថិតនៅក្នុង4សង្កាត់ក្នុងខណ្ឌតែ3ទេប៉ុន្តែ4សង្កាត់គឺមានសង្កាត់កាកាបក្នុងខណ្ឌពោធិ៍សែនជ័យសង្កាត់គូក្លៀងខណ្ឌសែនសុខនិងសង្កាត់ក្រាំងភ្នំខណ្ឌពោធិ៍សែនជ័យដែលចុងបញ្ចប់គឺសង្កាត់គោករកាខណ្ឌព្រែកភ្នៅអូខេអញ្ចឹងវីដេអូនេះក៏ជាចំណេះដឹងអាចជួយឲ្យបងប្អូនយល់ជ្រាបច្បាស់អំពីព័ត៌មានលម្អិតផ្លូវនៃផ្លូវ2011របស់យើងផងដែរអញ្ចឹងបងប្អូនសូមកុំភ្លេចជួយ Subscribe Like និង Comment វីដេអូខ្ញុំបានផងបើសិនជាមានអ្វីខុសឆ្គងកន្លែងណាសូមជួយណែនាំអធិស្ឋានផងបាទ